ជំរាបសួរបងប្អូនតែងតែឮតាក់ទិនជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូនរបស់ប្រទេសកម្ពុជាអញ្ចឹងណាមានផលលំបាកពិបាកគេទិញហើយត្រូវពឹងផ្អែកទៅលើប្រទេសពីរគឺវៀតណាមនិងប្រទេសថៃមែនតើបងប្អូនកម្ពុជាយើងតាំងពីបាត់បង់ទឹកដីកម្ពុជាក្រោមណាកំពុងផែកម្ពុជាក្រោមមកយើងដូចមនុស្សពិការជាងអញ្ចឹងការដឹកជញ្ជូនមួយចំនួនគឺបាត់ជើងមួយជាហៀងអញ្ចឹងទៅហើយបើតើតើជាមួយនឹងការដឹកជញ្ជូនទៅអឺរ៉ុបហ្នឹងមួយផ្នែកទៀតយើងត្រូវពឹងជាមួយនឹងថៃអញ្ចឹងទៅអាហ្នឹងជារឿងពិតដែលយើងត្រូវតែទទួលស្គាល់ថាកម្ពុជាប្រសិនបើចង់រកស៊ីលក់ដូរឬក៏ដឹកជញ្ជូនហ្នឹងត្រូវឆ្លងកាត់ប្រទេសពីរហ្នឹងដែលហ៊ុំព័ទ្ធប្រទេសកម្ពុជាបើសិនជាកម្ពុជាចង់ដឹកទំនិញឬក៏ចង់រកស៊ីជាមួយចិនណាកម្ពុជាត្រូវឆ្លងកាត់វៀតណាមឬក៏តំបន់អាស៊ានមួយចំនួនគឺត្រូវឆ្លងកាត់វៀតណាមបើសិនជាកម្ពុជាដឹកទំនិញទៅតំបន់អឺរ៉ុបទៅសហរដ្ឋអាមេរិកទៅប្រចាំបពាត្រូវឆ្លងកាត់ប្រទេសថៃអញ្ចឹងកម្ពុជាត្រូវបង់តាក់ទងជាមួយនឹង transport fee ឬក៏ថ្លៃធ្វើដំណើរតាក់ទងជាមួយនឹងការបង់ពន្ធឬក៏បង់ប្រាក់ទៅលើប្រាក់នៅចុះចតកំពង់ផែរួមជាមួយនឹងតម្លៃនៃសេវាកម្មផ្សេងនៃការដឹកជញ្ជូននេះយើងនិយាយអំពីការដឹកជញ្ជូនតាមផ្លូវទឹកដែលពឹងផ្អែកទៅលើការដឹកកាណូតធំជាទូទៅការដឹកជញ្ជូនផ្លូវទឹកទៅកាន់តំបន់ផ្សេងគឺជាទីតាំងមួយឬក៏ការដឹកជញ្ជូនមួយដែលមានតម្លៃថោកជាងការដឹកជញ្ជូនផ្លូវអាកាសនិងផ្លូវគោកតែបើយើងនិយាយពីការដឹកជញ្ជូនផ្លូវគោកនៅប្រទេសកម្ពុជាវាកាន់តែវែងឆ្ងាយបន្តទៅទៀតដែលហៅថាវែងឆ្ងាយព្រោះតម្លៃដឹកជញ្ជូនគឺវាបន្តថ្លៃឧទាហរណ៍ថាបើសិនជាយើងដឹកទៅវៀតណាមណាមែនតើអ្នកគេទិញពីយើងគេដឹកទៅយើងដឹកពីខ្មែរទៅវៀតណាមដឹកពីខ្មែរទៅវៀតណាមយើងអាចប្រើប្រាស់ផ្លូវជាតិលេខ1ដឹកទៅហើយយើងក៏ដឹកទម្លាក់ទៅហូជីមិញហ្នឹងគឺកំពង់ផែរបស់ហូជីមិញហ្នឹងគេដឹកជញ្ជូនទៅប្រទេសចិនអញ្ចឹងទៅអញ្ចឹងអាថ្លៃដឹកជញ្ជូនដែលវាឡើងថ្លៃគឺអាថ្លៃផ្លូវគោកហ្នឹងវាថ្លៃមួយហើយបន្ទាប់មកទើបទៅដល់ផ្លូវទឹកដែលធ្វើឲ្យមានការចំណាយពេលវេលាចំណាយកម្លាំងពលកម្មរួមជាមួយនឹងតម្លៃសេវាហើយបើសិនជាយើងដឹកទៅប្រទេសថៃយើងចង់ទៅលក់នៅអឺរ៉ុបយើងពឹងផ្អែកលើកំពង់ផែមួយចំនួនរបស់ប្រទេសថៃដូចជាកំពង់ផែឡែមចម្បងហ្នឹងយើងត្រូវដឹកពីផ្លូវជាតិលេខ5របស់យើងហើយដាក់ទៅលើផ្លូវរទេះភ្លើងរបស់ប្រទេសថៃទើបទៅដល់កំពង់ផែហ្នឹងពេលហ្នឹងបងប្អូនក៏សួរថាចុះយើងក្រែងមានកំពង់ផែទឹកជ្រៅនៅប្រសេនុដែរតែបើកំពង់ផែទឹកជ្រៅនៅប្រសេនុគឺជាកំពង់ផែដែលមានតួនាទីក្នុងការដឹកជញ្ជូនគេហៅថា international នាំចេញនាំចូលប៉ុន្តែគ្រាន់តែ capacity របស់វាទំហំនៃការដឹកជញ្ជូនរបស់វាលទ្ធភាពរបស់វានៅមានកម្រិតអញ្ចឹងការដឹកជញ្ជូនគឺអាចពឹងផ្អែកតែមួយច្រកទេអញ្ចឹងហើយបានតែយើងនិយាយថាបានតែគេពេលខ្លះគេនិយាយថាប្រសិនបើថៃឬវៀតណាមគេបិទចំហយើងគេបិទផ្លូវយើងគឺខ្មែរងាប់ដោយសារតែការនាំចេញនាំចូលមានបញ្ហានោះឯងហើយតម្លៃតើវាថ្លៃវាខុសគ្នាបែបណាខ្ញុំនឹងជំរាបជូនបងប្អូនមើលក្នុងរូបភាពមួយតើតើជាមួយនឹងខ្ញុំយកពី TikTok ទេតើតើជាមួយនឹងកំពង់ផែដែលយើងកំពុងតែប្រើប្រាស់គឺកំពង់ផែហូជីមិញហើយក្នុងនោះគេបានគូវាសនៅតារាងផែនទី1ដែលកម្ពុជាកំពុងតែជីកប្រេកហើយអញ្ចឹងខ្ញុំបញ្យល់ឲ្យទាញបងប្អូនបន្តិចបងប្អូនមើលនៅក្នុងរូបភាពហ្នឹងនៅជាប់ប្រទេសកម្ពុជាគឺវៀតណាមហើយមួយផ្នែកទៀតដែលយើងឃើញឈូងឆកហ្នឹងគឺប្រទេសថៃអញ្ចឹងកម្ពុជានៅពេលដែលយើងបច្ចុប្បន្នយើងធ្វើការដឹកជញ្ជូនគឺយើងដឹកពីប្រទេសកម្ពុជាហើយទម្លាក់ទៅដល់កំពង់ផែប្រទេសវៀតណាមទើបយើងដឹកជញ្ជូនទៅប្រទេសចិនបានអាហ្នឹងហើយគឺជាឧបសគ្គរបស់យើងហើយយើងត្រូវតែបង់គ្រប់យ៉ាងហើយការគ្រប់គ្រងតាក់ទងជាមួយនឹងទំនិញរបស់ប្រទេសកម្ពុជាគឺវៀតណាមគាត់គ្រប់គ្រងបានទាំងអស់អញ្ចឹងហើយលទ្ធភាពតាក់ទងជាមួយនឹងការរកស៊ីគឺយើងខូចឯងជាហេតុដែលប្រទេសកម្ពុជាគាត់ប្រជិកមួយដែលតិចទៀតបងប្អូននឹងឃើញគំនូសដែលគេគូគំនូសដែលបងប្អូនឃើញគេគូសលឿនត្រែហ្នឹងគឺជា Fragile Funon ដែលកម្ពុជាគាត់ចង់ចំណាយលុយរហូតដល់1.7 billion ដើម្បីទម្លាក់ទៅសមុទ្រក្នុងការដឹកជញ្ជូនទំនិញមួយចំនួនឆ្ពោះទៅការរកស៊ីជាមួយនឹងប្រទេសចិនគាត់ហើយនេះគឺជាមួយផ្នែកទៀតប៉ុន្តែមួយផ្នែកនេះយកផែនទីរបស់ប្រទេសថៃណាអាកន្លែងកាត់នេះគឺជាឈូងសមុទ្រក្រាមួយរបស់ប្រទេសថៃដែលប្រទេសថៃគាត់នឹងអាចជីកប្រែកហើយជំនួយឧបត្ថម្ភពីចិនតែម្ដងព្រោះចិនគាត់ឃើញភូមិសាស្ត្រនឹងសំខាន់ណាស់សម្រាប់គាត់ដើម្បីគេចឲ្យផុតពីឥទ្ធិពលរបស់ប្រចាំបពាដែលរដងហ្នឹងគឺចិនដឹកសមុទ្រដឹកទំនិញតាមឈូងសមុទ្រម៉ាឡាកាបែបហ្នឹងណាបងប្អូនអញ្ចឹងបើសិនជាអាឈូងសមុទ្រកន្លែងដែលថៃហ្នឹងគាត់កាត់ចេញណាគាត់កាត់ចេញធ្វើជាប្រេកជីកមួយទៀតគឺកម្ពុជាហៅថាស្រួលទៀតមានថាការចំណាយពេលវេលាតិចតួចក្នុងការដឹកជញ្ជូនព្រោះមកបែកទៅខាងហ្នឹងគឺទៅអឺរ៉ុបហើយ
គឺការដឹកជញ្ជូនរបស់ប្រទេសកម្ពុជាទៅអឺរ៉ុបហ្នឹងកាន់តែស្រួលបន្ថែមទៅទៀតប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងមិនប្រកាសថាស្រួលទេដែលអនុញ្ញាតឲ្យប្រទេសកម្ពុជាយើងហ្នឹងអាចមានលទ្ធភាពក្នុងការដឹកជញ្ជូនទៅតំបន់អឺរ៉ុបប្រចាំបពានិងសហរដ្ឋអាមេរិកតាមប្រតិក្រាលរបស់ប្រទេសថៃបងប្អូនមិញយើងគ្រាន់តែបើកមើលប៉ុណ្្នឹងណាឬក៏យើងមើលឃើញផែនទីប៉ុណ្្នឹងយើងអាចបើកចិត្តយើងបានយើងអាចបើកភ្នែកយើងបានថាយើងពិតជាហ៊ុំព័ទ្ធយើងពិតជាហ៊ុំព័ទ្ធទៅដោយប្រទេសពីររួមរិទ្ធមួយរយៈក្រោយនេះបន្ទាប់ពីយើងមានបញ្ហាជាមួយនឹងប្រជាជនមួយប្រជាជនតាក់ទងជាមួយនឹងកម្មវិធីផ្សេងៗដែលរៀបចំដោយប្រជាជនទាំងពីរហ្នឹងមានការប៉ះទង្គិចខ្លាំងណាសមាគមអ្នកដឹកជញ្ជូនទំនិញនិងក៏ប្រទេសកម្ពុជាក៏បាននិយាយដែរថាវាមានការពិបាកឬក៏ការបិទផ្លូវឬក៏ការធ្វើឲ្យមានការរាំងស្ទះក្នុងការនាំអង្គចេញទៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកតាមច្រកថៃមានភាពតឹងតែងជាមុនអញ្ចឹងបានរដ្ឋាភិបាលយើងតែនិយាយថាយ៉ាងណាឲ្យមានការទូតតិចមានអញ្ចឹងតណាយើងពឹងដង្ហើមគេមែនយើងពឹងច្រកគេមែនប្រជាភូណនមិនតន់ជីកហើយទេហើយប្រជាភូណនកាលណាបើជីកហើយក៏យើងពឹងយើងត្រូវពិនិត្យទៅលើលទ្ធភាពផ្សេងដែរព្រោះយើងចំណាយរហូតដល់ 1.7 billion 1.7 billion ការចំណាយធំបែបនេះយើងឃើញប្រទេសឡាវជាគំរូហើយតែតែជាមួយនឹង GDP 19,000 លានទេតែខ្ចីប្រទេសចិនរហូតដល់ទៅ 6,000 លានក្នុងការធ្វើរថភ្លើងល្បឿនលឿនក្នុងគោលបំណងនាំវិស័យកសិកម្មរបស់ខ្លួននឹងទៅប្រទេសចិនជួយវិស័យកសិកម្មតែគាត់ភ្លេចពិនិត្យមើលលទ្ធភាពក្នុងវិស័យកសិកម្មណាព្រោះហេដ្ឋារចនាសម្ព័ន្ធវាមានពីររឿងទី1គឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកទី2គឺហេដ្ឋារចនាសម្ព័ន្ធទៅបរទេសអញ្ចឹងថៃឡាវនោះក៏ព្យាយាមកសាងទៅហេដ្ឋារចនាសម្ព័ន្ធដែលភ្ជាប់ទៅបរទេសតែពីភូមិមួយទៅភូមិមួយដែលធ្វើឲ្យអាថ្លៃដឹកជញ្ជូនថោកឬក៏ការខូចខាតនៃការផលដឹកជញ្ជូនតាមរយៈរថយន្តផ្សេងឬក៏រថយន្តហ្នឹងវាខូចខាតឬក៏កម្លាំងពលកម្មហ្នឹងគឺវាស្ថិតនៅក្នុងការប្រកួតប្រជែងហើយផលិតកម្មនៅក្នុងប្រទេសឡាវហ្នឹងក៏ដូចគ្នាដែរមានន័យថាការផលិតស្រូវផលិតកសិកម្មឬក៏អីផ្សេងហ្នឹងទំហំលទ្ធភាពមិនទាន់យកមកទូទាត់សងបំណុលរហូតដល់ទៅ 6,000 លាននឹងបានទេវាប្រើរយៈពេលយូរប៉ុន្តែដោយសារតែបញ្ហាមិនមានតម្លាភាពទៅលើបំណុលយើងឃើញតើតើជាមួយនឹង IMF ឬក៏ក្រុមហ៊ុនស្ថាប័នរូបិយហិរញ្ញវត្ថុឬក៏អង្គការសង្គមស៊ីវិលផ្សេងៗគឺព្យាយាមឲ្យរបាយការណ៍ដែរថាវាគួរតែអភិវឌ្ឍបែបណាតើតើជាមួយនឹងហេដ្ឋារចនាក្នុងស្រុកឬក៏ពង្រឹងតើតើជាមួយនឹងផលិតកម្មដើម្បីឲ្យផលិតកម្មនោះវាមានជន់ជោណាមានផ្លូវឲ្យកុំឲ្យវាស្ងាត់នេះមានផ្លូវឲ្យស្ងាត់អញ្ចឹងទូទាត់បំណុលសងគេឲ្យបានឃើញលើកលទ្ធភាពរហូតដល់2ឆ្នាំ600លានជាងដែលមិនបានសងចិនហើយចិនបានចាប់ដើមបន្ធូរបន្ថយនៅបញ្ហាបំណុលទាំងអស់ហ្នឹងហើយប្រជាពលរដ្ឋយើងក៏មាននីតិដូចគ្នាដែរក្នុងការសម្រួលនៃការនាំទំនិញជាផ្សេងដែលយើងឃើញផលកសិកម្មហើយយើងឃើញរាល់ថ្ងៃហ្នឹងគឺតើតើជាមួយស្រូវគឺចិនគឺអត់ទិញពីខ្មែរយើងទេបើតែចិនទិញពីវៀតណាមទិញពីខ្មែរយកទៅផលិតឲ្យដឹកជញ្ជូនឲ្យចិនទំនិញសាច់មួយចំនួនក៏ដូចគ្នាដែរដោយសារតែយើងពឹងពាក់យើងអាស្រ័យទៅលើការដឹកជញ្ជូននៅក្នុងប្រទេសគេអញ្ចឹងការដឹកជញ្ជូនពីប្រទេសខ្មែរគឺចំណាយទៅលើការដឹកជញ្ជូនផ្លូវគោកមួយតង់ទម្លាក់ទៅកំពង់ផែ2តង់ពេលវេលា3តម្លៃដឹកជញ្ជូន4តម្លៃពលកម្ម5ផលខូចខាត6អញ្ចឹងវាអត់ឃើញលទ្ធភាពចំណេញណាហើយបើយើងពិនិត្យឲ្យមើលមែនតើសួរថាតើកម្ពុជាតម្លៃកម្ពុជាការដឹកជញ្ជូនកម្ពុជាបើធៀបជាមួយនឹងវៀតណាមនិងថៃវាមានតម្លៃខុសគ្នាប្រហែលសម្រាប់ការដឹកជញ្ជូនទំនិញជាទូទៅប្រទេសចិនណាការដឹកជញ្ជូនទំនិញពីកម្ពុជាទៅប្រទេសចិនបើធៀបជាមួយនឹងពីប្រទេសវៀតណាមទៅប្រទេសចិនឬក៏ប្រទេសថៃទៅប្រទេសចិនតម្លៃកម្ពុជារបស់យើងថ្លៃលើសគេប្រហែលជា 30% ក្នុងមួយកុងតឺន័រលើស30% លើសមិនប្រហែលទេគឺ 30% លើសនេះអត់រាប់បូកបញ្ចូលជាមួយនឹងអត្រាលុយឬធៀបជាមួយនឹងពេលវេលាយើងដឹងថាការរកស៊ី feature គឺផ្ដោតទៅលើពេលវេលាទោះបីជាតំណែងរបស់យើងថោកមែនប៉ុន្តែការដឹកជញ្ជូនយើងថ្លៃរួមជាមួយនឹងរយៈពេលផលខូចខាតកម្លាំងពលកម្មវាធ្វើឲ្យតម្លៃហ្នឹងវាលែងវាស្ទើរតែ1គុណនឹង2នៃតំណែងរបស់យើងហើយវាអត់តន់ចិត្តអញ្ចឹងហើយបានជាចិនជនជាតិចិនសុខចិត្តទិញតំណែងរបស់វៀតណាមដែលវៀតណាមយកចេញពីខ្មែរទាំងដឹងថាខ្មែរជាអ្នកលក់ឲ្យវៀតណាមក្តីមួយទៀតយើងក៏អត់មានលទ្ធភាពកែច្នៃដែរប្រទេសកម្ពុជាក៏អត់មានលទ្ធភាពកែច្នៃតំណែងនឹងទាំងអស់ដែរហើយសួរថាហេតុអីក៏មិនមានលទ្ធភាពកែច្នៃពីព្រោះកាលណាបើកែច្នៃធៀបជាមួយនឹងវៀតណាមវាតម្លៃតំណែងមានការប្រកួតប្រជែងតម្លៃពលកម្មយើងថ្លៃជាងថ្លៃទឹកថ្លៃភ្លើងយើងថ្លៃជាងថ្លៃដឹកជញ្ជូនរបស់យើងថ្លៃជាងអញ្ចឹងវាធ្វើឲ្យការប្រកួតប្រជែងក្នុងការពីបដកម្មអភិវឌ្ឍពីវត្ថុធាតុដើមទៅជាវត្ថុកែច្នៃហើយយកទៅដឹកជញ្ជូនគឺពិបាកខ្លាំងសម្រាប់ប្រទេសកម្ពុជាគ្រាន់តែរឿងហ
ហេដ្ឋារចនាសម្ព័ន្ធមួយហ្នឹងវាធ្វើឲ្យយើងពិបាកខ្លាំងវាធ្វើឲ្យយើងមិនមានពិពិធកម្មវាធ្វើមិនវារុញឲ្យអាការកែច្នៃឬក៏ធ្វើផលិតផលសរុបនៅក្នុងប្រទេសកម្ពុជាហ្នឹងវារាំងស្ទះហើយស្រាប់ហើយអាហ្នឹងគឺរឿងមួយនៅក្នុងការដឹកជញ្ជូនទៅចិនតែបើសិនជាការដឹកជញ្ជូនទៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកបើយើងធៀបជាមួយនឹងប្រទេសថៃនិងវៀតណាមគឺយើងថ្លៃជាង 35% ថ្លៃជាង 35% ឬក៏អាចលើសហ្នឹងទៅតាមរបាយការណ៍មួយចំនួនអានេះផ្អែកទៅលើទំនិញគិតជាមួយកុងតឺន័រប៉ុន្តែការដឹកជញ្ជូនទៅតំបន់អឺរ៉ុបឬក៏សហរដ្ឋអាមេរិកហ្នឹងវាមិនសូវមានផលជះឥទ្ធិពលអាក្រក់ណាសម្រាប់ប្រទេសកម្ពុជាវាមានតែសម្បូរតែផលល្អយើងដឹងថាយើងដឹកទំនិញដែលកែច្នៃលក់ទៅអឺរ៉ុបនិងសហរដ្ឋអាមេរិកឬក៏ប្រចាំបជ្វាដូចជាវិញ្ញាណភ័ណ្ឌផលិតផលគ្រឿងបង្គុំអគ្គិសនីបរិស្ថានឧស្សាហកម្មដែលតម្លៃពលកម្មយើងថោកជាងហើយអ្នកវិនិយោគរបស់យើងពីច្រើនគឺចិនហ្នឹងឯងបង្កឲ្យមានសួនឧស្សាហកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាយើងណាហើយស្របពេលពីមុនមកយើងទទួលបានប្រព័ន្ធអនុគ្រោះពន្ធដែលយើងមានតាំងពី GSP និង EBA អញ្ចឹងអាការរត់មកការបង្កើតនៅឧស្សាហកម្មសម្រាប់តេតិនជាមួយនឹងទិន្នផលសម្រាប់ក្នុងការដឹកជញ្ជូនតាមកំពង់ផែទឹកជ្រៅប្រសេនុរបស់យើងហ្នឹងគឺមិនសូវមានប៉ះពាល់ដែរដែលយើងប៉ះពាល់ហើយពិបាកខ្លាំងជាងគេហ្នឹងគឺផ្នែកកសិកម្មហ្នឹងឯងពីព្រោះកសិកម្មមួយចំនួនដែលយើងចង់លក់ទៅឲ្យជប៉ុនយើងចង់ទៅលក់ឲ្យកូរ៉េខាងត្បូងយើងចង់ទៅលក់ឲ្យប្រទេសចិនគឺអាស្រ័យទៅលើប្រទេសវៀតណាមស្ទើរតែទាំងស្រុងហើយអញ្ចឹងអាការជីកប្រេកជីកឬក៏បង្កើតនៅរូបភាពថ្មីការដឹកជញ្ជូនណាកម្ពុជាមានរឿងរ៉ាវពីរដែលកម្ពុជាកំពុងតែធ្វើទីមួយគឺតើតើជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿនដែលសុំតភ្ជាប់តាមរយៈសុំជំនួយពីចិនតភ្ជាប់ជាមួយនឹងប្រទេសថៃហើយទីពីរហ្នឹងគឺ Project Funon ដែលយើងឃើញដែលយើងកំពុងតែធ្វើប៉ុន្តែយើងធ្វើបាន Project Funon មុនហើយតើតើជាមួយនឹងរថភ្លើងល្បឿនលឿនហ្នឹងគឺយើងអត់ទាន់បានធ្វើទេហើយទាំងអស់ហ្នឹងទំហំទាំងអស់ហ្នឹងអ្វីដែលយើងបារម្ភឬក៏អ្វីដែលគេដាក់ការបារម្ភប្រទេសកម្ពុជាគឺតើតើជាមួយនឹងប្រាក់កម្ចីតើកម្ពុជានឹងខ្ចីលុយប្រមាណក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបើ Project Funon យើងដឹងហើយ 1.7 ហើយបើធៀបជាមួយនឹងតើជាមួយនឹងបំណុលយើងបច្ចុប្បន្នទៅ 37% ជាងឬក៏ 30% ជាងទេមិនទាន់មានជាហានិភ័យទេប៉ុន្តែរាល់ការកសាងហេដ្ឋារចនាសម្ព័ន្ធបើយើងមើលទៅអង្គការសង្គមស៊ីវិលភាគច្រើនគេព្យាយាមឲ្យកម្ពុជាហ្នឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សារភ្ជាប់សរសៃឈាមឬក៏ចរន្តសេដ្ឋកិច្ចពីក្នុងស្រុករបស់យើងហ្នឹងពីកន្លែងមួយទៅកន្លែងមួយហ្នឹងឲ្យវាបានគ្រប់គ្រាន់ហើយបន្ទាប់មកគឺបង្កើតផលិតភាពមានថាបង្កើតនៅការសមត្ថភាពនៃការផលិតនៅពេលដែលយើងខ្ចីលុយគេយកមកច្រើនយើងក៏មានទំនិញលក់ច្រើនអញ្ចឹងអាបំណុលហ្នឹងវាអត់ជាបញ្ហាអញ្ចឹងរដ្ឋបានគិតគូរឬក៏តម្លាភាពនៃការគិតគូរទាំងអស់ហ្នឹងវានឹងខ្លាចជាបន្ទុករបស់រដ្ឋដែលនឹងអស់ទាញនាវាប្រទេសកម្ពុជាថាត្រូវទៅទីណាជោគជ័យឬមិនជោគជ័យគឺពឹងផ្អែកទៅលើរដ្ឋប្រទេសកម្ពុជានិងប្រជាជនកម្ពុជានឹងឯងហ្នឹងហើយជាហេតុដែលយើងឃើញភាគច្រើនណាអង្គការសង្គមស៊ីវិលឬក៏ស្ថាប័នធំគេព្យាយាមឲ្យប្រទេសកម្ពុជាធ្វើការឲ្យមានតម្លាភាពពីព្រោះគេចូលរួមដែរដើម្បីជួយក្នុងការផ្ដល់យោបល់ពីសមត្ថភាពនៃការលក់របស់ប្រទេសកម្ពុជាក្នុងការបង្កើតផ្លូវយើងមានផ្លូវហើយប្រសិនបើយើងអត់បង្កើតនៅសមត្ថភាពរបស់យើងឬក៏ពិពិធកម្មឬក៏សួនឧស្សាហកម្មរបស់យើងឬក៏ទំនិញរបស់យើងហ្នឹងវាមិនគ្រប់គ្រាន់ល្មមហ្នឹងការខ្ចីរបស់យើងវាហាក់ប្រថុយប្រថានខ្ញុំលើកឧទាហរណ៍មួយយើងឃើញអ្នកវិភាគមួយនៅក្នុងបណ្ដាញសង្គមហ្នឹងយើងស្គាល់គ្រប់គ្នាហើយអ្នកខ្លះក៏ស្គាល់គាត់ដែរគាត់ឆ្លើយឆ្លងជាមួយនឹងរដ្ឋាភិបាលញឹកគាត់និយាយពី Frederick Funon សូមអត់និយាយឈ្មោះគាត់ព្រោះរៀង sensitive បន្តិចគាត់និយាយពី Frederick Funon ដែលចិនគាត់អត់ឲ្យលុយក្នុងការកសាងណាគាត់និយាយថាអញ្ចឹងអានឹងពាក្យសម្ដីរបស់គាត់ទេមិនមែនពាក្យសម្ដីរបស់ខ្ញុំទេប៉ុន្តែបើយើងគិតនៅក្នុងន័យស្របមួយដែរបើសិនបើចិនអត់ឲ្យលុយក្នុងការកសាងវាមានហេតុផលផ្សេងដែរតែទៅជាមួយនឹងផលចំណេញបើសិនជាចិនគាត់មើលថាប្រទេស Frederick Funon ហ្នឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាมันអាចទូទាត់សងចិនបានទី1ទី2តើទៅជាមួយនឹងសមត្ថភាពនៃការផលិតឬក៏តម្រូវការទំនិញដែលចិនត្រូវការពីប្រទេសកម្ពុជាហ្នឹងវាមិនទាន់មានគ្រប់គ្រាន់ហើយចិនគាត់ដកអាហ៊ុនឬក៏គាត់មិនឲ្យលុយឬគាត់និយាយមែនហ្នឹងក៏ជារឿងមួយមិនទាន់ជាបញ្ហាសម្រាប់ប្រទេសកម្ពុជាដែរព្រោះយើងអត់លងជាមួយនឹងបំណុលស្របពេលដែរផលិតកម្មរបស់យើងវាអត់ទាន់មានគ្រប់គ្រាន់ប៉ុន្តែបើសិនបើយើងមានគ្រប់គ្រាន់ហើយយើងដោយរដ្ឋាភិបាលគាត់និយាយថាកម្ពុជាមានសមិទ្ធកម្មគ្រប់គ្រាន់ណាកុំឲ្យដូចឡាវសាងសង់រថភ្លើងល្បឿនលឿនហើយគ្មានអីលក់ឲ្យគេរំពឹងទេសចរមកក៏មិនមកហើយដឹកអាផលកសិកម្មហ្នឹងក៏មិនមានព្រោះអ្នកកាន់កាប់ដីកសិកម្មរបស់ប្រទេសឡាវហ្នឹងវាតិចពេកម្នាក់កាន់បាន2ហិកតា1ហិកតាកន្លះដូចតែប្រទេសកម្ពុជាហ្នឹងហើយក្រុមហ៊ុនតែទៅជាមួយនឹងកសិកម្មភាគច្រើនក្តោបក្តាប់ដោយវៀតណាមហើយនិងចិន
តែទៅជាមួយនឹងវិស័យធម្មពលផ្សេងៗដល់ពេលធ្វើហើយគឺអត់មានលុយសងគេអាលុយប្រ